សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំចង់ចែកម្លែកអំពីបទពិសោធន៍ខ្លះៗពាក់ព័ន្ធទៅនឹងការធ្វើដ្រូននៅក្នុង project ដ្រូននេះដែរគឺខ្ញុំបានប្រើ ESP32 ជា flight controller ដែលយើងត្រូវសរសេរកូដវាដើម្បី upload បញ្ចូលហើយបញ្ជាដ្រូនតាមរយៈ tele fly sky វាមកជាមួយនឹង receiver វាមួយនេះអ្នកគ្នាអឺ អញ្ចឹងចំពោះដ្រូននេះដែរគឺខ្ញុំចង់បង្ហាញអំពីដំណាក់កាលនៃការ upload ក៏ដូចជាកន្លឹះខ្លីៗក្នុងការធ្វើឲ្យដ្រូនហោះហើរអញ្ចឹងទៅតាមបានទស្សនាទាំងអស់គ្នាជាដំបូងអ្នកទាំងអស់គ្នាត្រូវមានខ្សែ cable នេះសម្រាប់ភ្ជាប់ទំនាក់ទំនងកុំព្យូទ័រយើងជាមួយនឹង ESP32 សួរយើង upload code ទៅហើយ ESP32 យើងនេះគឺជាប្រភេទ38 pin នៅពេលដែលយើងត្រៀម upload code ហ្នឹងយើងត្រូវដកខ្សែEAC ទី1ដោយសារតែខ្ញុំទាញប្រភពថាមពលចេញពី EAC ទី1ហ្នឹងចូលមកចិញ្ចឹម board ដល់ពេលអញ្ចឹងយើងត្រូវដកខ្សែវាចេញចំពោះ tele ផ្ដល់ signal សម្រាប់បញ្ជាទៅលើ drone របស់យើងគឺយើងប្រើប្រភេទ Fly Sky 6 channel អ្នកទាំងអស់គ្នាអាចមើលនៅក្នុងរូបនេះបានគឺមាន channel ទី3សម្រាប់ហោះឡើងហោះចុះ channel roll ហើយនឹង page សម្រាប់បត់ code ឆ្វេងស្ដាំហើយទៅមុខទៅក្រោយអញ្ចឹងណាហើយនេះគឺជា software code ដែលខ្ញុំបានសរសេរវាឡើងនៅក្នុងកម្មវិធី Arduino IDE ទី1គឺខ្ញុំចង់បង្ហាញថាត្រូវតែវាស់រកថាវាស់ gyroscope និង accelerometer ដើម្បីដឹងថាMPU 6050របស់យើងហ្នឹងផ្អៀងទៅខាងណាអីទៅខាងណាអញ្ចឹងណាពេលអ្នកទាំងអស់គ្នា upload code ហ្នឹងត្រូវតែ select យក com ហើយនឹងឈ្មោះ board ឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យយើង upload ទៅវា error វាអត់ចូលអញ្ចឹងណាចំពោះ board ESP 3238 pin ហ្នឹងអ្នកនរគ្នាអាចយកឈ្មោះដូច board របស់ខ្ញុំបានអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាបាន check VA សពគ្រប់ហើយយើងអាចចាប់ដើម upload code នឹងបានហើយយើងរងចាំវាបន្តិចទៅវានឹង upload code នឹងចូលហើយនៅពេលអ្នកនរគ្នា upload code ចូលហើយអ្នកនរគ្នាត្រូវបិទអាកន្លែង auto scroll down ណាបិទកន្លែងហ្នឹងទៅកុំឲ្យវា MPU យើងវាដើរទៅវា load បាត់អាទិន្នន័យដែលយើងត្រូវយកទៅជួសនៅក្នុង firmware code របស់ខ្ញុំហ្នឹងអញ្ចឹងនៅពេលដែលអ្នកនរគ្នាបាន upload code រួចហើយយើងងាកមកមើលទៅលើខួរក្បាល drone របស់យើងវិញអានេះមាន2ប៊ូតុងអ្នកនរគ្នាមានប៊ូតុង reset និងប៊ូតុង boot ប៊ូតុង boot យើងអត់ចុចវាទេយើងចុចប៊ូតុង reset ដែលនៅខាងឆ្វេងដៃហ្នឹងយើងចុចវាហើយវានឹង load ឲ្យដូចក្នុងរូបនេះអញ្ចឹងយើងត្រូវដាក់ mouse click នៅលើហ្នឹងទៅហើយយើងចុច space មួយទៅតិចទៀតវានឹង print តម្លៃដែលsensor យើងផ្អៀងនៅលើ board ណាហើយយើងត្រូវយកតម្លៃទាំងអស់ហ្នឹងទៅជួសចូលនៅក្នុងfirmware code របស់យើងនេះអ្នកនរគ្នាគឺជាតម្លៃ rate calibration roll peak yaw អីហ្នឹងអាហ្នឹងយើងត្រូវយកទៅជួសខ្ញុំសូមបញ្ជាក់បន្តិចអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នា upload code gyroscope ជាមួយនឹង accelerometer ហ្នឹងនៅពេលដែលយើង calibration វាហ្នឹងមានន័យថាយើងត្រូវទុក drone របស់យើងនៅលើផ្ទៃរាបស្មើគឺយើងអត់អាចធ្វើឲ្យ drone របស់យើងមានរំញ័រឬក៏ដាក់នៅលើផ្ទៃអត់រាបស្មើកាលណាដែលយើងដាក់ drone របស់យើងអត់នៅលើផ្ទៃរាបស្មើវានឹងផ្អៀងធ្វើឲ្យតម្លៃវាបោះមកគឺអត់បានសុក្រិតឯវានឹង error នៅពេលដែលយើងយកទៅបញ្ចូលនឹង firmware code flight controller របស់យើងវានឹងធ្វើឲ្យ drone របស់យើងហ្នឹងអត់មានលំនឹងកាន់តែធំអញ្ចឹងណាអ្នកនរគ្នានៅពេលអ្នកនរគ្នាបានតម្លៃ calibration ពី gyroscope ហើយនិង accelerometer មុននឹងហើយអ្នកនរគ្នាយកវាមកជួសកន្លែង firmware code របស់ខ្ញុំជួសកន្លែងដែលខ្ញុំបង្ហាញហ្នឹងទៅ
ប៉ុណ្ណឹងមករួចជាការស្រេចបន្តមកទៀតអ្នកនរគ្នាអាច upload code fly controller របស់ខ្ញុំបានហើយចំពោះ code fly controller នេះដែរគឺយើងបានយក MPU 6050ធ្វើជា IMU រួមជាមួយនឹងសមីការគណិតវិទ្យា filter 2 ដងទី1គឺIIR low pass filter ទី2គឺ complementary filter ហើយបន្តមកទៀតយើងរួមវាជាមួយនឹង console PID outer loop និង inner loop អ្នកនរគ្នាហើយនេះគឺជា serial comment ទាំងអស់បើអ្នកនរគ្នាចង់ឃើញតម្លៃ set point angle roll ហើយនិង peak ឬក៏តម្លៃត្រូវ generate ទៅកាន់ meter ជាទម្រង់សញ្ញា PWM អ្នកនរគ្នាអាចអាន comment វាទៅហើយ upload code ម្ដងទៀតវានឹងបញ្ចេញតម្លៃទាំងអស់ហ្នឹងនៅក្នុង serial monitor ឲ្យអ្នកនរគ្នាឃើញហើយចំពោះទិសដៅរង្វិលរបស់កង្ហារយើងគឺមាន2អ្នកទាំងអស់គ្នាទី1គឺ counter clockwise កង្ហារទី2គឺ clockwise កង្ហារទី3គឺ counter clockwise ហើយនឹងកង្ហារទី4គឺទិសដៅរង្វិលវាគឺ clockwise បន្ទាប់ពីយើងបានupload រៀបចំ set up drone របស់យើងហើយយើង upload code របស់យើងបញ្ចូលទៅក្នុង microcontroller ទៅហើយយើងយកវាទៅបង្ហោះសាកល្បងនៅកន្លែងតារាងបាល់ទាត់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ